នេះជាការព្យាករណ៍នៅតម្លៃមាសនៅថ្ងៃពុធកាលពីម្សិលមិញបាទយើងឃើញថាតម្លៃមាសបានឡើងទៅដល់តម្លៃ33បាទ33.96ហើយក៏ធ្លាក់ចុះមកវិញហើយបើសិនជាបងប្អូនបានចូលបាយនៅតម្លៃ support ទី1ដែលខ្ញុំបានគូសនេះបាទគាត់នឹងបានប្រាក់ចំណេញទទួលបានរហូតទៅដល់33.87បាទអញ្ចឹងឥឡូវយើងចូលមកមើលតម្លៃព្យាករណ៍នៅក្នុងថ្ងៃនេះផ្ទាល់ថ្ងៃនេះផ្ទាល់គឺជាថ្ងៃពហុបាទនេះគឺជាតម្លៃទិញតម្លៃលក់គឺ support ទី1គឺនៅតម្លៃ33.48ទៅ33.50និង support ទី2នៅតម្លៃ33.35និង33បាទ33.33.37បាទចឹងបើសិនជាមាសធ្វើការតម្លៃមកដល់ support នេះខ្ញុំនឹងធ្វើការតម្លាក់ទិញឡើងជារួមទិសដៅមាសខ្ញុំលើកទឹកចិត្តបងប្អូន buy ជិះវិញ sell ហើយណាមួយតម្លៃមាសមិនទាន់ទៅណាឆ្ងាយទេវានៅចន្លោះ34ហើយនិង33នឹងដែរបាទអញ្ចឹងនេះជាការព្យាករណ៍របស់ខ្ញុំហើយយើងនឹងមានព័ត៌មានអីថ្មីខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្ថែមទៀតបាទសូមអរគុណ